គាត់បានរើសនំប៉័ងសាំងវិចមួយមកញ៉ាំរំពេចនោះលំពេងមួយបានបាញ់ទម្លុះទ្រូងរបស់គាត់មុនពេលគាត់អាចប្រតិកម្មបានគាត់ត្រូវបានគេអូសចេញទៅប៉ុន្តែដោយនឹកស្មានមិនដល់នៅថ្ងៃបន្ទាប់អ្នកទាំងពីរបានបដូរចិត្តតួឯកប្រុសឈ្មោះរយគាត់បានស្លាប់ចំនួន138ដងរួចមកហើយទោះជាយ៉ាងណាក៏ដោយរាល់ពេលដែលគាត់ស្លាប់គាត់ត្រូវបានកំណត់ឡើងវិញនៅម៉ោង7ព្រឹកនៃថ្ងៃដដែលបន្ទាប់មកគាត់ភ្ញាក់ឡើងដោយសារសម្រេចរបស់ស្ត្រីម្នាក់មនុស្សដែលស្លាប់ញឹកញាប់ដឹងថាស្ថានភាពនេះរក្សាការចងចាំពីមុនបទពិសោធន៍ស្លាប់ច្រើនដងអនុញ្ញាតឲ្យរយប្រឈមមុខនឹងឃាតករដោយស្ងប់ស្ងាត់ប៉ុន្តែឃាតករនៅម្ខាងទៀតមានការភ័ន្តច្រឡំបន្តិចគាត់មិនដឹងថាហេតុអ្វីបានជាវយអាចទូទីចលនារបស់គាត់បានត្រឹមត្រូវនោះទេបន្ទាប់មកគាត់បានមើលនាឡិការបស់គាត់ដោយដឹងថាបុរសមានធំម្នាក់នឹងមកដល់បន្ទាប់រំពេចនោះឧទ្ធម្ភាគប្រដាប់អាវុធមួយបានលេចឡើងនៅខាងក្រៅបង្អួចរបស់គាត់បុរសមានធំម្នាក់នៅខាងក្នុងកាន់កាំភ្លើងកែលេងបានចាប់ដើមបាញ់ដោយចៃដន្យឃាតករដែលទើបតែចាក់រយទើបតែក្រោកឈរឡើងហើយត្រូវបានគេបាញ់រហូតដល់សុសសាច់ហើយវយមិនមានការភ័យស្លន់ស្លោតតែសោះដោយរងចាំយ៉ាងស្ងៀមស្ងាត់ឲ្យកាំភ្លើងកែលេងឈប់បាញ់ការស្លាប់របស់បុរសមានធំនោះបានធ្វើឲ្យកាំភ្លើងកែលេងបាត់បង់ការគ្រប់គ្រងហើយចាប់ដើមធ្លាក់និងបាញ់ដោយចៃដន្យប៉ុន្តែរយបានចងចាំកន្លងបាញ់នៅក្នុងចិត្តរបស់គាត់រួចទៅហើយហេតុអ្វីបានជាគាត់ត្រូវបានគេតាមប្រមាញ់ប៉ុន្មានវិនាទីក្រោយមកកាំភ្លើងកែលេងដែលបាត់បង់ការគ្រប់គ្រងបានបាញ់ទម្លុះកាប៊ីនយន្តហោះបានបាត់បង់ការគ្រប់គ្រងហើយបានធ្លាក់ចូលទៅក្នុងអាផាតមិនរយបានងាកក្បាលដើម្បីគេចនៅពេលនេះឡានដឹកសម្រាមមួយនឹងបើកកាត់បន្ទាប់ពីចេញពីធ្វើការដើម្បីសង្គ្រោះជីវិតរបស់គាត់ប៉ុន្តែគាត់បានខកខានឡានដឹកសម្រាមនេះចំនួន22ដងពីមុនមកកំហុសបន្តិចបន្តួចនឹងបណ្ដាលឲ្យត្រូវគេកិនខ្ទេចប៉ុន្តែឃាតករគឺស្ទើរតែមិនចេះចប់ទោះបីជាគាត់រត់គេចខ្លួនដោយជោគជ័យក៏ដោយក៏គាត់នឹងត្រូវសម្លាប់ដោយបងប្អូនស្រីភ្លោះបន្ទាប់ទៀតដែរវយដែលឆ្លាតវៃនឹងជ្រើសរើសលួចឡានដើម្បីរត់គេចបន្ទាប់ពីលោតចេញពីបង្អួចនៅពេលក្រោយប៉ុន្តែឡានទើបតែចាប់ផ្ដើមចេញដំណើរក៏ត្រូវបានឡានដឹកទំនិញធំមួយបុកបន្ទាប់ពីនោះគាត់ក៏នឹងជួបបងប្អូនប្រុសរបស់គាត់ដែលមានម្ដាយនិងឪពុកជាមួយគ្នាដែរគ្រាន់តែពួកគេបានជួបគ្នាពួកគេក៏ត្រូវបានគេបាញ់ទោះបីជាម្ដងការគាត់ទទួលបានជោគជ័យក្នុងការសម្លាប់បុកវិញក៏ដោយក៏គ្រូដាវម្នាក់នឹងលេចមុខមកនៅពេលក្រោយភ្លាមនៅពេលដែលបុរសម្នាក់នេះធ្វើសកម្មភាពវាជារឿងដែលនឹកស្មានមិនដល់ហើយជាការសម្លាប់តែមួយដងគត់រាល់ពេលដែលគាត់ទទួលបានជោគជ័យគាត់នឹងស្រែកដោយអំនួតនៅប្រយោគមួយខ្ញុំគឺគួនយិនហើយគួនយិនបានធ្វើបែបនេះគាត់បានបដូរវិធីសាស្ត្ររបស់គាត់បន្ទាប់ពីនាំបងប្អូនស្រីភ្លោះទៅរោងចក្រដែលគេបោះបង់ចោលគាត់បានបំទុះពួកគេលើកនេះឃាតករគួនយិនមិនបានលេចមុខមកទេប៉ុន្តែគាត់មិនបានទៅស៊ើបអង្កេតមូលហេតុនៃរឿងទាំងអស់នេះទេផ្ទុយទៅវិញគាត់បានមកបាមួយយ៉ាងរំភើយបានកំងស្រះចំនួន2ដបហើយរីករាយនឹងគ្រីចុងក្រោយនៃពេលនេះពីព្រោះរាល់ថ្ងៃនៅម៉ោង 12:47 នាទីសៀលក្រុមឃាតករនឹងឡោមព័ទ្ធគាត់មិនមានលទ្ធភាពរស់រានមានជីវិតតតែសោះដូច្នេះគាត់គ្រាន់តែទទួលយកជោគវាសនាដែលមិនអាចជៀសផុតនេះដោយស្ងប់ស្ងាត់ប៉ុន្តែគាត់បានទីរួចហើយថារឿងទាំងអស់នេះត្រូវតែតាក់ទងនឹងអតីតភរិយារបស់គាត់ឈ្មោះ Gemma អតីតភរិយា Gemma គឺជាអ្នករូបវិទ្យាដ៏ឆ្នើមម្នាក់មួយថ្ងៃមុនពេលរង្វង់ចាប់ផ្ដើមអ្នកទាំងពីរទើបតែបានជួបគ្នានៅក្នុងមន្ទីរពិសោធន៍របស់នាងនៅពេលនោះការសម្ដែងរបស់ Gemma គឺចម្លែកណាស់នាងបាននិយាយថានាងកំពុងសិក្សាម៉ាស៊ីនលំអាកាសដ៏គ្រោះថ្នាក់មួយបន្ទាប់មកនាងបានកាត់សក់របស់គាត់មួយចង្កោងដើមឡើយរយគឺជាទីហ៊ានកងកម្លាំងពិសេសបន្ទាប់ពីចូលនិវត្តន៍គាត់ចាប់ផ្ដើមគ្មានអ្វីត្រូវធ្វើដោយសារតែការសេពគ្រឿងស្រវឹងនិងរបៀបរស់នៅទីបំផុតអ្នកទាំងពីរបានបែកគ្នាមួយថ្ងៃបន្ទាប់ពីការជួបគ្នារយបានចាប់ផ្ដើមធ្លាក់ចូលទៅក្នុងរង្វង់គាត់ក៏បានព្យាយាមតាក់ទង Gemma ដែរប៉ុន្តែអ្នកដែលលើកទូរស័ព្ទគឺជាមេរបស់នាងខ្ញុំសុំទោសមេនោះបាននិយាយថា Gemma បានស្លាប់នៅក្នុងគ្រោះថ្នាក់មួយនៅក្នុងមន្ទីរពិសោធន៍ចម្រុយបានបញ្ចប់នៅទីនេះភ្លាមបន្ទាប់ពីនោះគាត់នឹងត្រូវសម្លាប់ដោយឃាតករ2នាក់បន្ទាប់ពីភ្ញាក់ឡើងនៅពេលនេះគាត់ស្រាប់តែនឹកឃើញអ្វីដែលអតីតភរិយារបស់គាត់បានខ្សឹបប្រាប់ប្រជារបស់គាត់ពិតណាស់មានសារមួយដែល Gemma ទុកឲ្យគាត់នៅទំព័រចុងក្រោយជាលទ្ធផលគាត់បានជក់ចិត្តនឹងការអានរហូតដល់គាត់មិនបានគិតនាពេលវេលាគាត់ត្រូវបានគេបាញ់រហូតដល់សុសសាច់ដោយឧទ្ធម្ភាគចាក់ដែលមកដល់ពេលវេលានៃការតាមប្រមាញ់របស់ឃាតករគឺញឹកញាប់ពេករហូតដល់គាត់មិនមានពេលសំបីតែអានប្រយោគនោះបន្ទាប់ពីការរស់ឡើងវិញជាច្រើនដងទីបំផុតនៅការរស់ឡើងវិញលើកទី143បានមកដល់ទីលានក្រោមដីដោយជោគជ័យដើម្បីអានសៀវភៅវាបាននិយាយថាឲ្យបន្តមើលទៅមុខពេលវេលាមិនរងចាំនរណាម្នាក់ឡើយប៉ុន្តែរយមិនយល់ថាវាមានន័យយ៉ាងណានោះទេគ្រាន់តែពេលនោះគាត់ស្រាប់តែឃើញកូនប្រុសរបស់គាត់ឈ្មោះโจដែលបាត់មុខជាយូរមកហើយរយគឺជាឪពុកដែលមិនទទួលខុសត្រូវគាត់មិនទទួលខុសត្រូវរហូតដល់โจមិនដឹងថារយគឺជាឪពុករបស់គាត់ផងដោយមានអារម្មណ៍ខុសគាត់បានគ្រោងនឹងធ្វើការកែប្រែខ្លះដូច្នេះគាត់បានផ្ញើការអញ្ជើញដើម្បីនាំគាត់ទៅញ៉ាំអ្វីដែលឆ្ងាញ់នឹកស្មានមិនដល់បន្ទាប់ពីចេញទៅក្រៅគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលវេលាពិតជាបានមកដល់ម៉ោង 12:50 នាទីសៀលបានផ្លាស់ប្ដូរជោគវាសនាដែលមិនអាចជៀសផុតនៅម៉ោង 12:47 នាទីសៀលគាត់បានគិតភ្លាមអំពីចំណុចសំខាន់ត្រូវតែមានឧបករណ៍តាមដាននៅលើខ្លួនគាត់សញ្ញានៅក្នុងទីលានក្រោមដីទើបតែពេលនេះគឺខ្សោយពេកដែលបណ្ដាលឲ្យឃាតករបាត់បង់គោលដៅរបស់ពួកគេគាត់មិនទាំងគិតអំពីវាផងក៏បានលើកយកឡើងដោយផ្ទាល់ហើយរារាំងគ្រាប់កាំភ្លើងទាំងអស់ប៉ុន្តែមុនពេលគាត់ស្លាប់គាត់ហាក់ដូចជាបានរកឃើញគោលដៅដើម្បីរស់នៅដូច្នេះបន្ទាប់ពីភ្ញាក់ឡើងនៅពេលនេះគាត់បានសម្រេចចិត្តពីបោកវិញគាត់សាំពេកហើយជាមួយឃាតករ2-3នាក់ដំបូងឆ្លងកាត់គ្រប់កម្រិតគាត់បានមកដល់បារប៉ុន្តែគាត់រកមិនឃើញឧបករណ៍តាមដាននៅលើខ្លួនគាត់ទេសំណាងល្អគាត់បានជួបមិត្តចាស់ម្នាក់មកពីក្រុមហ៊ុនសន្តិសុខដូច្នេះគាត់បានទៅជែកគ្នាយ៉ាងសប្បាយរីករាយបានសួរថាត្រូវឧបករណ៍តាមដានជាធម្មតាត្រូវបានដាក់នៅណាដើម្បីកុំឲ្យគេរកឃើញមិត្តចាស់ក៏បានផ្ដល់ចម្លើយដ៏ល្អមួយប្រតិកម្មដំបូងគឺធ្មេញបន្ទាប់មកគាត់បាននឹកឃើញថាបន្ទាប់ពីបានឃើញ Gemma គាត់បានទៅជួបពេទ្យធ្មេញដើម្បីវះកាត់ដាក់ធ្មេញហើយពេទ្យធ្មេញម្នាក់នេះគឺជាស្ត្រីដែលដេកក្បែរគាត់បន្ទាប់ពីធ្លាក់ចូលទៅក្នុងរង្វង់រយបានសម្រេចចិត្តទៅបន្ទប់ទឹកដោយផ្ទាល់ហើយដកធ្មេញភាគច្រើនរបស់គាត់ចេញ
ពិតណាស់គាត់បានរកឃើញឧបករណ៍តាមដាននោះប៉ុន្តែគ្រាន់តែគាត់រកឃើញវាភ្លាមគាត់ត្រូវបានសម្លាប់ដោយបងប្អូនប្រុសរបស់គាត់ដែលមានម្ដាយនិងឪពុកជាមួយគ្នាការរស់ឡើងវិញលើកទី145គាត់បានសួរពេទ្យថ្មីភ្លាមថាតើនរណាជាអ្នកបង្កប់ឲ្យនាងដំឡើងឧបករណ៍តាមដានឲ្យគាត់វាបានប្រែក្លាយថាជាអ្នកត្រួតពិនិត្យសន្តិសុខនៃក្រុមហ៊ុនរបស់ចិនវាហាក់បីដូចជារឿងទាំងអស់នេះមិនអាចបំបែកចេញពីមេរបស់ចិនមកបានទេឆ្លងកាត់គ្រប់កម្រិតរហូតដល់បាគាត់បានសុំស្រាស់មួយដប់និងលុយថេយដោយផ្ទាល់បន្ទាប់មកបានដកឧបករណ៍តាមដាននោះចេញបន្ទាប់មកបានប្រើវាដើម្បីលបួងឃាតករឲ្យចូលក្នុងអន្ទាក់មិនយូរប៉ុន្មានគាត់បានទម្លុះជោគវាសនាដែលមិនអាចជៀសផុតក្នុងរយៈពេល47នាទីបន្ទាប់ពីដោះស្រាយឃាតករទាំងអស់រួចគាត់បានបើកឡានទៅក្រុមហ៊ុនរបស់ចិនខ្ញុំអាចធ្វើបែបនេះបានពេញមួយថ្ងៃអាចឆ្កែគាត់ចង់សម្រុកចូលបែបនេះនឹកស្មានមិនដល់ការរស់ឡើងវិញលើកទី146លើកនេះគាត់បានជ្រើសរើសផ្លូវដែលមិនមែនជាស្តង់ដារសន្តិសុខប្រដាប់អាវុធយ៉ាងច្រើនបានមកបាញ់ស្រោចលើឡាននឹកស្មានមិនដល់រុយមិនបាននៅក្នុងឡានតតែសោះឡាននោះគ្រាន់តែជានុយហើយក៏មានគ្រាប់បែកឆ្នៃផងដែរនៅវិនាទីបន្ទាប់សន្តិសុខទាំងនោះត្រូវបានគេបំទុះឲ្យទៅជួបស្ដេចយមរីប៉ុន្តែអ្នកត្រួតពិនិត្យសន្តិសុខមិនមែនជាមនុស្សឥតប្រយោជន៍នោះទេលើកទី147លើកនេះគាត់បានបដូរយុទ្ធសាស្ត្រដោយគ្រាន់តែនាំឃាតករផ្សេងទៀតចេញទៅបន្ទាប់មកបានលួចតាមដានឃាតករដែលមានរូបរាងស្រដៀងនឹងគាត់ខ្លាំងណាស់បន្ទាប់ពីសម្លាប់គាត់រួចគាត់បានយកប័ណ្ណសម្គាល់ខ្លួនរបស់គាត់បន្ទាប់មកបានក្លែងខ្លួនជាគាត់ហើយដើរចូលទៅក្នុងក្រុមហ៊ុនយ៉ាងអស្ចារ្យនោះពិតជាឆ្លើយណាស់ប៉ុន្តែអ្នកណាដឹងថាសិទ្ធិអំណាចរបស់ឃាតករម្នាក់នេះមិនគ្រប់គ្រាន់គាត់មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទៅកាន់តំបន់ស្នូលនោះទេសន្តិសុខបានមើលឃើញចំណុចខ្វះខាតហើយបានសម្លាប់គាត់ប៉ុន្តែវិធីសាស្ត្រនេះហាក់ដូចជាអាចទៅរួចដូច្នេះនៅក្នុងការរស់ឡើងវិញបន្ទាប់គាត់បាននាំមុខដោយផ្ទាល់ហើយបានសម្លាប់សន្តិសុខចិនដាយុននឹកស្មានមិនដល់ភ្លាមនៅពេលដែលគាត់ដើរចេញពីទ្វារចិនដាយុនគាត់ត្រូវបានគេស្ទាក់ចាប់ដោយមនុស្សមួយក្រុមធំម្ដងទៀតដើម្បីសន្សំសំចៃពេលវេលាគាត់បានបាញ់សម្លាប់ខ្លួនឯងចំថ្ងាសតែម្ដងលើកទី149លើកនេះគាត់បានកត់សម្គាល់ឃើញថាមានការឃ្លាំមើលនៅក្នុងចិនដាយុនដោយការរំពឹងទុកភ្លាមនៅពេលដែលទ្វារបើកគាត់ត្រូវបានគេបាញ់រហូតដល់សោះសាច់បន្ទាប់ពីនោះគាត់បានបដូរយុទ្ធសាស្ត្រម្ដងទៀតដោយក្លែងខ្លួនជាសន្តិសុខបានសម្លាប់ឆ្មាំយ៉ាងងាយស្រួលទីបំផុតបានមកដល់តំបន់ស្នូលនៃក្រុមហ៊ុននឹកស្មានមិនដល់អ្នកដែលយាមនៅទីនេះតាមពិតគឺជាឃាតករដាវដែលគួរឲ្យខ្លាចបំផុតខ្ញុំគឺគួនយានហើយគួនយានបានធ្វើបែបនេះប៉ុន្តែលើកនេះគាត់មិនខ្លាចតតែសោះគាត់ចង់ដឹងថាតើកាំភ្លើងលឿនជាងឬដាវលឿនជាងនឹកស្មានមិនដល់មិនមានគ្រាប់នៅក្នុងកាំភ្លើងទេនេះពិតជាគួរឲ្យខ្មាស់យីណាស់នៅក្នុងការរស់ឡើងវិញនេះមានគ្រាប់កាំភ្លើងប៉ុន្តែអ្នកលេងដាវស្រីបានពឹងផ្អែកលើចលនាដ៏រហ័សរហួនរបស់នាងដើម្បីកាត់តែទូរស័ព្ទដៃរបស់គាត់ប៉ុណ្ណោះនៅតែមិនអាចយកឈ្នះអ្នកលេងដាវស្រីដ៏រហ័សរហួនបានហើយបានធ្វើឲ្យក្បាលធំរបស់គាត់ក្លាយជាក្បាលធំបន្ទាប់ពីការព្យាយាមជាច្រើនដងទៀតគាត់បានរកឃើញថាទោះជាយ៉ាងណាក៏ដោយគាត់មិនអាចវាយអ្នកលេងដាវស្រីនៅពីមុខគាត់បានទេនៅទីបញ្ចប់មានតែសេចក្តីស្លាប់ប៉ុណ្ណោះដែលរងចាំគាត់ទោះជាយ៉ាងណាក៏ដោយនៅលើកទី156ទីបំផុតគាត់បានជួបមេរបស់Gemmaបន្ទាប់មកគាត់បានដឹងថាម៉ាស៊ីនដែល Gemma បង្កើតឡើងត្រូវបានគេហៅថា Space Time Spanner វាមានសមត្ថភាពធ្វើដំណើរឆ្លងកាត់លំហអាកាសនិងសរសេរប្រវត្តិសាស្ត្រឡើងវិញដើម្បីគ្រប់គ្រងម៉ាស៊ីននេះឲ្យបានពេញលេញមេនោះមិនស្ទាក់ស្ទើរក្នុងការសម្លាប់Gemmaដែលមិនស្ដាប់បង្គាប់នោះទេGemmaបានទូទីពីទីបញ្ចប់របស់នាងដូច្នេះនាងបានលួចប្រើដំណើររបស់ Roy ដើម្បីដំណើរការ Spanner កំណត់ពេលវេលាឲ្យចាប់ផ្ដើមឡើងវិញនៅម៉ោង 7 ព្រឹកហើយកងតាក់ដើម្បីកេះការចាប់ផ្ដើមឡើងវិញគឺជីវិតរបស់ Roy នេះគឺជាមូលហេតុពិតប្រាកដសម្រាប់រង្វង់មិនចេះចប់របស់គាត់ក្នុងថ្ងៃដដែលទោះបីជា Roy ជាធម្មតាមានចិត្តរឹងរូសក៏ដោយក៏ Gemma ជឿជាក់លើសមត្ថភាពអតីតកងកម្លាំងពិសេសរបស់គាត់ដូច្នេះនាងសង្ឃឹមថាគាត់អាចបញ្ឈប់ផែនការដ៏អាក្រក់របស់មេដើម្បីគ្រប់គ្រងលំហអាកាសបន្ទាប់ពីរស់ឡើងវិញម្ដងទៀត Roy បានដឹងថាគាត់មិនអាចយកឈ្នះអ្នកលេងដាវស្រីដោយប្រើកាំភ្លើងបានទេដូច្នេះគាត់បានរកឃើញគ្រូដាវដ៏អាថ៌កំបាំងម្នាក់មកពីប្រទេសភាគខាងកើតដ៏អស្ចារ្យដំបូងឡើយគ្រូមិនខ្វល់នឹងការប្រើដាវទេគឺប្រើតែដាច់ទេដើម្បីធ្វើឲ្យគាត់ជឿជាក់ប៉ុន្តែបន្ទាប់ពីការរស់ឡើងវិញនីមួយគាត់នឹងមកជួបគ្រូដើម្បីរៀនសិនបន្ទាប់ពីមានរង្វង់បែបនេះជាង20ដងជំនាញដាវរបស់គាត់ទទួលបានជោគជ័យខ្លះបន្ទាប់ពីជាង40ដងគាត់បានឈានដល់ភាពល្អឥតខ្ចោះទេពកោសល្យដ៏អស្ចារ្យរបស់គាត់ក៏បានធ្វើឲ្យគ្រូមើលមកគាត់ដោយភ្នែកថ្មីលើកនេះមកដល់ទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុនគាត់បានបោះបង់ការប្រើកាំភ្លើងដោយផ្ទាល់ហើយបានដកដាវវែងនៅលើជញ្ជាំងនេះបានធ្វើឲ្យអ្នកលេងដាវស្រីចាប់អារម្មណ៍ផងដែរលោតនឹងវីប្រហាមុនទោះជាយ៉ាងណាក៏ដោយជំនាញដាវរបស់ Roy បានឈានដល់អាណាចក្រនៃមនុស្សនិងដាវជាតែមួយខ្ញុំគឺ Roy ហើយ Roy បានធ្វើបែបនេះដាវគឺជាមនុស្សគឺជាដាវទីបំផុតអ្នកលេងដាវស្រីក៏បានស្លាប់នៅក្រោមជំនាញដាវរបស់ Roy ដែរនៅពេលនេះអ្នកត្រួតពិនិត្យសន្តិសុខបានមកជាមួយកាំភ្លើង Roy បានលាក់ខ្លួននៅពីក្រោយសសរនៅវិនាទីបន្ទាប់ដាវមួយបានដុសចេញពីក្បាលរបស់អ្នកត្រួតពិនិត្យដែលបានសម្រុកចូលមេដែលនៅសេសសល់គឺមិនមែនជាគូប្រជែងរបស់ Roy ឡើយដោយឃើញថាស្ថានភាពបានបញ្ចប់មេនោះបានប្រាប់ Roy ទាំងកំហឹងថាគាត់បានបញ្ជូនឃាតករទៅតាមប្រមាញ់កូនប្រុសរបស់គាត់ Roy មានការថប់បារម្ភយ៉ាងខ្លាំងបន្ទាប់ពីបានរឿងនេះបន្ទាប់ពីសម្លាប់មេដោយដាវមួយគាត់បានបើកឡានទៅទីលានក្រោមដីប៉ុន្តែនៅពេលដែលគាត់មកដល់កន្លែងកើតហេតុគាត់បានឃើញតែសាកសពដ៏ត្រជាក់របស់យោប៉ុណ្ណោះហើយគ្រាន់តែពេលនោះម៉ាស៊ីនលំហអាកាសក៏បានហែកខ្សែបន្ទាត់លំហអាកាសដោយសារតែដំណើរការយូរពេកពោលគឺទោះជាយ៉ាងណាក៏ដោយ Roy មិនអាចជៀសផុតពីជោគវាសនានៃសេចក្តីស្លាប់បានឡើយអ្នកតែម្នាក់គត់ដែលអាចផ្លាស់ប្ដូរស្ថានភាពនេះបានគឺ Gemma ក៏បានស្លាប់ដែរគាត់អស់សង្ឃឹមបណ្ដោយឲ្យឃាតករសម្លាប់គាត់ម្ដងហើយម្ដងទៀតរហូតដល់ពេលនេះគាត់ស្រាប់តែនឹកឃើញការពិតនៅក្នុងសម្ដីរបស់ Gemma កុំបណ្ដោយខ្លួនឲ្យលងក្នុងវិបត្តិសារីនិងភាពអស់សង្ឃឹមពីអតីតកាលម្ដងហើយម្ដងទៀតត្រូវចេះដូចផ្ដាំគំនិតដើរទៅមុខនិងចាប់យកគ្រប់វិនាទីកុំចុកក្នុងកំហុសដែលបានធ្វើការពីអតីតកាលហើយបោះបង់ខ្លួនឯងដើរទៅមុខហើយទទួលខុសត្រូវក្នុងនាមជាឪពុកប៉ះប៉ូវបំណុលចំពោះគ្រួសារបន្ទាប់ពីនោះរាល់ពេលដែលគាត់រស់ឡើងវិញគាត់នឹងមកជួបជោលេងជាមួយគាត់ស្ដាប់បេះដូងរបស់គាត់បន្ទាប់ពីរង្វង់បែបនេះជាច្រើនដងគាត់ស្រាប់តែតម្រុយដ៏សំខាន់មួយពីជោGemmaបានទូរស័ព្ទទៅជោនៅម៉ោង 7:03 ព្រឹកពោលគឺGemmaនៅមានជីវិតនៅឡើយទេនៅពេលដែលគាត់ភ្ញាក់ឡើង
ឲ្យតែគាត់លឿនល្មមប្រហែលជានៅតែមានសង្ឃឹមក្នុងការសង្គ្រោះនាងប៉ុន្តែគាត់បានព្យាយាមអស់ពីសមត្ថភាពហើយនៅតែយឺតមួយជំហានទោះជាយ៉ាងណាក៏ដោយបានដឹងពីការឃ្លាំមើលថាយឹមបានស្លាប់នៅម៉ោង 7:14 ព្រឹកជាមួយនឹងពេលវេលាដ៏ជាក់លាក់បន្ទាប់ពីរស់ឡើងវិញម្ដងទៀតគាត់បានបដូរយុទ្ធសាស្ត្របានប្លន់យកឧទ្ធម្ភាគចាប់ប្រដាប់អាវុធនោះដោយផ្ទាល់បានប្រញាប់ប្រញាល់ទៅក្រុមហ៊ុនក្នុងល្បឿនលឿនបំផុតទីបំផុតបានចុះចតនៅលើដំបូលអគារក្រុមហ៊ុននៅម៉ោង 7:10 ព្រឹកបន្ទាប់មកបានប្រើកាំភ្លើងកែលិងនៅលើយន្តហោះដើម្បីសម្លាប់ឃាតករទាំងអស់យ៉ាងលឿននៅម៉ោង 7:12 ព្រឹកទីបំផុតបានមកដល់ទាន់ពេលមុនពេលយឹមត្រូវបានគេសម្លាប់ឃើញរូបរាងរបស់រុយហើយយឹមដឹងថាគាត់ពិតជាបានពឹងផ្អែកលើសមត្ថភាពផ្ទាល់ខ្លួនរបស់គាត់ដើម្បីសរសេរប្រវត្តិសាស្ត្រឡើងវិញប៉ុន្តែរឿងមិនទាន់ចប់នៅឡើយទេប្រសិនបើស្ពេនមិនត្រូវបានបញ្ឈប់ទេវយនៅតែស្លាប់អ្វីនឹងចាប់ផ្ដើមឡើងវិញទាំងអស់ប៉ុន្តែវិធីតែមួយគត់ដើម្បីបញ្ឈប់វាគឺអនុញ្ញាតឲ្យវយដាក់ចូលទៅក្នុងស្នូលនៃម៉ាស៊ីនប្រើដេណេផ្ទាល់ខ្លួនរបស់គាត់ដើម្បីកំណត់ឧបករណ៍ឡើងវិញនិងបញ្ឈប់រង្វង់ប៉ុន្តែយ៉ាងណាមិញម៉ាស៊ីននេះត្រូវបានចាប់ផ្ដើមជាលើកដំបូងអ្វីទាំងអស់គឺផ្អែកលើទ្រឹស្ដីនៅពេលដែលវាបរាជ័យរុយអាចនឹងរលាយបាត់ដោយផ្ទាល់នៅក្នុងខ្សែបន្ទាត់លំហអាកាសទោះបីជាយ៉ាងនេះក៏ដោយតើវយមានជំរឿអ្វីខ្លះគាត់អាចត្រឹមតែដាក់ចូលទៅក្នុងស្នូលស្ពេនដោយមិនងាយក្រោយនៅពេលដែលពន្លឺពណ៌ស្បានគ្រប់ដណ្ដប់ពេញរាងកាយរបស់គាត់រុយស្រាប់តែភ្ញាក់ឡើងវានៅតែជាម៉ោង 7 ព្រឹកនៅតែជាឃាតករដែលធ្លាប់ស្គាល់នោះលើកនេះរង្វង់បានផុតកំណត់ហើយប្រសិនបើគាត់ស្លាប់អ្វីគ្រប់យ៉ាងនឹងចប់សពគ្រប់ខ្សែភាពយន្តនេះមិនបានផ្ដល់នូវការបញ្ចប់ចុងក្រោយនោះទេប៉ុន្តែខ្ញុំជឿថាតួឯកនឹងចាប់យកឱកាសចុងក្រោយនេះលោកចេញពីការចាប់ជាតិឡើងវិញទាំងស្រុង boss level គឺជាខ្សែភាពយន្តសកម្មភាពរង្វង់កំណប់ដែលត្រូវបានពន្យាពេលដោយសារឈ្មោះមិនល្អការធ្វើឲ្យរង្វង់មិនចេះចប់ទៅជាហ្គេមឆ្លងកាត់កម្រិតការបាញ់កាំភ្លើងនិងក្បាច់គុណយ៉ាងស្វិតស្វាញពេញមួយរឿងដោយគ្មានផ្នែកណាមួយគួរឲ្យធុញទ្រាន់ឡើយផ្ទៃខាងក្រៅគឺជាខ្សែភាពយន្តសកម្មភាពសង្សឹកប៉ុន្តែ Snow គឺជាការលូកបាបរបស់ឪពុកម្នាក់តាមរយៈការកាត់ជាថ្មីរាប់មិនអស់គ្មានទស្សនវិជ្ជាដែលមិនច្បាស់លាស់ទល់ឲ្យភាពរវាងភាពលយនិងអារម្មណ៍គឺនៅនឹងកន្លែង